កាន់ setting បន្ទាប់មកបងប្អូនអស់មកខាងក្រោមអញ្ចឹងបងប្អូនចូល app ឃើញនេះ photo បងប្អូនចុចទៅលើពាក្យថា photo នេះមកអញ្ចឹងពេលដែលយើងចុច photo ហើយបងប្អូនអស់មកខាងក្រោមបន្តិចមកលើពាក្យថា show hidden album អញ្ចឹងខ្ញុំចុចបិទមកអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការចុចបិទយើងចូលទៅកាន់ photo ម្ដងទៀតអញ្ចឹងនៅកន្លែងនេះមិនមានពាក្យថា hidden គឺវាបានបាត់ទៅបងប្អូនបានបាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអ្នកគ្នាពីរបៀបនៃការលាក់រូបភាពអញ្ចឹងបងប្អូនអ្នកខ្លះអត់ទាន់ចេះក្នុងការលាក់រូបភាពនៅលើ iPhone អញ្ចឹងវិធីក្នុងការលាក់នេះខ្ញុំមាន2ដំណាក់កាលក្នុងការលាក់ឲ្យបាត់តែម្ដងអញ្ចឹងបើសិនជាយើងលាក់នៅលើរូបភាពក៏ដូចជា photo របស់យើងធម្មតាហ្នឹងគឺអត់ទាន់បាត់ទេអញ្ចឹងយើងមានមួយចំណុចបន្ថែមទៀតអាចបងប្អូនខ្លះអត់ទាន់ដឹងហើយបងប្អូនមួយចំនួនគាត់អាចនឹងដឹងពីវិធីសាស្ត្រមួយនេះអញ្ចឹងខ្ញុំសូមចែករំលែកតែម្ដងកុំឲ្យខាត់ពេលវេលាយូរអញ្ចឹងឧទាហរណ៍បងប្អូនចូលទៅកាន់ photo អញ្ចឹងបងប្អូននឹងឃើញមុខងារមួយវាដាក់ថា hidden នេះអញ្ចឹងបើសិនជាបងប្អូនចង់លាក់រូបភាពណាមួយឥឡូវឧទាហរណ៍ខ្ញុំចង់លាក់រូបភាពនេះមួយអញ្ចឹងដើម្បីធ្វើការលាក់រូបនឹងបានគឺបងប្អូនអាចធ្វើការសង្កត់លើនេះមកអញ្ចឹងបងប្អូននឹងឃើញមុខងារមួយវាដាក់ថា hide អញ្ចឹងបងប្អូនចុចលើ hide នេះមកបងប្អូននឹងឃើញវាដាក់ថា hide photo ពណ៌ក្រហមនេះអញ្ចឹងយើងចុចទៅលើ hide photo បន្ទាប់ពីយើងចុចលើ hide photo អញ្ចឹងរូបភាពនឹងគឺបានបាត់ហើយអញ្ចឹងយើងចូលទៅកាន់ hidden នេះអញ្ចឹងវាទាមទារនៅ password ក៏ដូចជាដោះសោតាមរយៈមុខរបស់យើងអញ្ចឹងយើងអាចធ្វើការដោះសោបានចុចលើនេះមកអញ្ចឹងបងប្អូនអាចឃើញបន្ទាប់ពីវាដោះហើយគឺយើងនឹងឃើញរូបនៅក្នុងនេះអញ្ចឹងសួរថាតើគេដឹងថារូបនៅក្នុងនឹងអត់គេអាចនឹងដឹងថារូបនៅក្នុងនឹងអញ្ចឹងវានឹងបង្ហាញនៅមុខងារនឹងអញ្ចឹងដើម្បីធ្វើការលាក់នៅមុខងារនេះបានអញ្ចឹងយើងចូលទៅកាន់ setting របស់យើងអញ្ចឹងដល់គ្រាន់តែបងប្អូនចូលមកកាន់ setting បន្ទាប់មកបងប្អូនអស់មកខាងក្រោមបងអស់សម្រាប់ version ចុងក្រោយអញ្ចឹងបងប្អូនអាចឃើញពាក្យថា app អញ្ចឹងបងប្អូនចូល app បើសិនជាបងប្អូនអត់ឃើញលេខនេះទេបងប្អូនអាចទៅរកមុខងារមួយដែលថា photo អញ្ចឹងបើអត់មានទេបងប្អូនគ្រាន់តែស្វែងរកកម្មវិធី photo នៅក្នុង setting ឲ្យឃើញទៅអញ្ចឹងបងប្អូនអស់មកបងប្អូនឃើញនេះ photo បងប្អូនចុចទៅលើពាក្យថា photo នេះមកអញ្ចឹងពេលដែលយើងចុច photo ហើយបងប្អូនអស់មកខាងក្រោមបន្តិចមកអញ្ចឹងបងប្អូននឹងឃើញមានមុខងារជាច្រើនហើយមុខងារមួយដែលខ្ញុំចង់បង្ហាញហ្នឹងគឺទៅលើពាក្យថា show hidden album អញ្ចឹងខ្ញុំចុចបិទមកអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការចុចបិទយើងចូលទៅកាន់ photo ម្ដងទៀតអញ្ចឹងនៅកន្លែងនេះមិនមានពាក្យថា hidden គឺវាបានបាត់ទៅបងប្អូនបានលាក់បាត់ហើយបើសិនជាបងប្អូនចង់ធ្វើការបើកមុខងារនោះមកវិញដោយគ្រាន់តែបងប្អូនចូលមកកាន់កន្លែង photo មិញដដែលបងប្អូនអរគ្នាចាំបងប្អូនបើកណោអញ្ចឹងសម្រាប់មុខងារនៅលើនេះវានឹងលោតឡើងមកវិញបងប្អូនអរគ្នាអញ្ចឹងខ្ញុំគិតថាចំណុចនេះវាល្អដែរសម្រាប់បងប្អូនអរគ្នាជាការដឹងនៅចំណុចថ្មីក៏ដូចជាជួយដោះស្រាយនៅចំណុចមួយចំនួនដែលបងប្អូនចង់លាក់រូបភាពផ្ទាល់ខ្លួនមិនឲ្យអ្នកណាគេដឹងអញ្ចឹងអាចទស្សនាក៏ដូចជាអនុវត្តតាមវិធីនេះហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ